ទីក្រុងក្វាងស៊ីរបស់ប្រទេសចិនត្រូវបានជន់លិចដោយទឹកជំនន់ទីប្រជុំជននិងភូមិនៅតាមដងទន្លេដែលសំខាន់មួយចំនួននៅក្នុងខេត្តក្វាងស៊ីរបស់ប្រទេសចិនបានលិចទឹកពាក់កណ្ដាលខណៈទឹកជំនន់បានហក់ឡើងចូលទៅក្នុងតំបន់ភ្នំដោយរំពឹងថានឹងមានព្យុះស៊ីក្លូនត្រូនិកបោកបក់នៅពេលក្រោយទឹកជំនន់ដែលបានគ្របដណ្ដប់នៅលើទីក្រុងរងជៀងនិងកងជៀងក្នុងខេត្តក្វាងស៊ីកាលពីថ្ងៃអង្គារឥឡូវបានរាលដាលដល់កន្លែងផ្សេងទៀតនៃភាគនិរតីរបស់ប្រទេសចិនរួមទាំងទីលំនៅតាមជនបទនៅក្វាងស៊ីតាមដងទន្លេលីយូដែលមានប្រភពមកពីគីជូប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃប្រហោះថាទីប្រជុំជនក្វាងស៊ីនៃទីក្រុងម៉ៃលីនគឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដោយទឹកជំនន់លិចលើសពី4ម៉ែត្រកាលពីថ្ងៃអង្គារទីក្រុងគីជូនៃរងជៀងដែលមានទីតាំងនៅចំណុចប្រសព្វនៃទន្លេចំនួន3ត្រូវបានវាយប្រហារដោយទឹកជំនន់ក្នុងកម្រិតមួយដែលក្រុមអ្នកអូតូនិយមចិនបាននិយាយថាអាចនឹងកាត់ឡើងតែម្ដងគត់ក្នុងរយៈពេល50ឆ្នាំហើយនៅក្នុងល្បឿនដែលធ្វើឲ្យមានការព្រួយបារម្ភដល់ប្រជាជនចំនួន3សែននាក់អត្រាលំហូរនៃទន្លេលីយូក្នុងខេត្តរងជើងបានកើនឡើងដល់ 11,800 ម៉ែត្រគូបក្នុង1វិនាទីដែលស្មើនឹងជិតអាងហែលទឹកអូឡ িম্প ិកចំនួន5នោះគឺច្រើនជាង80ដងនៃអត្រាលំហូរជាមធ្យម